ចាក់trong này ចាអញ្ចឹងថ្ងៃនេះចង់និយាយពីភាពខុសគ្នារវាងកូនសិស្សរៀនសាលានៅហាងនិងនៅសាលាអូនគាត់បតជាក់ស្ដែងដូចអូនគាត់ធ្លាប់រៀននៅសាលាប្រហែលជាប្រហែលខែអូនរៀននៅសាលាកន្លះឆ្នាំកន្លះឆ្នាំហើយចេញអនុវត្តជាមួយភ្ញៀវនៅហាងផ្សេងរយៈពេលប៉ុន្មាន4-5ថ្ងៃហើយស៊ី%បែបប្រហែលជា4-5ថ្ងៃដែរអញ្ចឹងអាចថាកន្លះឆ្នាំចុះរៀននៅសាលាហើយអនុវត្តគាត់នៅទីណាអញ្ចឹងជាក់ស្ដែងនៅពេលដែលគាត់មកធ្វើតេស្តនៅហាងរបស់ខ្ញុំគឺការសុំឲ្យតែការកក់សក់ជាផ្នែកទូចមួយនៃសាលានេះណាប៉ុន្តែការកក់សក់របស់គាត់ខ្ញុំធ្វើការ train គាត់រយៈពេលកន្លះខែឡើងជាអត់ទាន់បានទេអញ្ចឹងភាពខុសគ្នារវាងរៀននៅសាលានិងរៀននៅសាលាឬក៏នៅហាងផ្ទាល់ដែលមានភាពអនុវត្តគឺខុសគ្នាបែបហ្នឹងជាក់ស្ដែងនៅសាលារៀនត្រឹមតែទ្រឹស្ដីការអនុវត្តអត់សូវមានទេអត់សូវមានដៃគូអនុវត្តទេហើយអនុវត្តជាក់ស្ដែងទៀតគឺអនុវត្តទៅលើគ្នាឯងគឺចន្លោះខ្វះខាតនឹងអារម្មណ៍បែបជាភៀវចិត្តទុកដាក់អីគឺអត់សូវដូចឡើងភៀវពិតប្រាកដទេគឺគ្នាឯងបែបលេងសើចអីចឹងទៅអញ្ចឹងជាក់ស្ដែងកន្លះឆ្នាំហើយមកធ្វើតែកន្លែងខ្ញុំ train កន្លះខែទៀតឡើងភៀវអត់ទាន់រួចទេជាក់ស្ដែងតែម្ដងអញ្ចឹងបងដែលចង់បងដែលចង់រៀនសាលាដែលមានជំនាញច្បាស់លាស់ហើយអនុវត្តទៅលើភៀវពិតប្រាកដណារីកមិនពីខ្ញុំរៀននៅតាមហាងឬក៏សាលាដែលគេមានភៀវអនុវត្តជាក់ស្ដែងតែម្ដងគឺអនុវត្តរាល់ថ្ងៃអញ្ចឹងសម្រាប់កូនសិស្សរបស់ខ្ញុំបើសិនជាអត់ចេះសិតហ្មងណាត្រឹមតែកន្លះខែឡើងភៀវបានត្រឹមតែកក់គៀបមូរួញឬក៏កាប់សិតកញ្ចក់អីនឹងអាចបែបហ្នឹងគឺកន្លះខែអាចធ្វើបានហើយបើសិនជាគាត់ចិត្តទុកដាក់បើសិនជាគាត់អត់សូវចិត្តទុកដាក់ឬក៏អត់សូវផ្ដោតអាចនឹង1ខែទៅ2ខែអញ្ចឹងភាពខុសគ្នារវាងរៀនសាលានៅតាមហាងនិងនៅតាមសាលាគឺបែបហ្នឹងឯងអញ្ចឹងចង់បានចំណេះជំនាញពិតប្រាកដធ្វើឲ្យភៀវបានរលួយបានពិតប្រាកដមើលទៅអត់សូវមានស្តង់ដារទេប៉ុន្តែគុណភាពរលួយបានច្រើនអូខេ